ក្រោយពីក្រុងកំផនសោយទីវង្គតទៅព្រះនាងកែវសមន្ទាបានឲ្យសង្ឃសិលជ័យចុះទៅឋានប្រជុំនេះយកសុពណ៌ទេវីដែលត្រូវជាបុត្រីរបស់ខ្លួនត្រឡប់មកវិញដែលកាលនោះក្រុងកំផនបិតារបស់គេបានប្រគល់ទៅឲ្យស្ដេចនាគពេលដែលភ្នាល់បាសកាចាញ់ព្រះមេត្តាឆាសូមស្ដេចយាងទូលព្រះបង្គំសូមស្ដាប់ថ្វាយបង្គំនេះល្អហេតុមកសម្បត្តិតែបានសេចក្តីសុខណាស់លាហើយម្ចាស់បងណែសាងសិលជ័យរៀងគង់មកដេញញាំងហាមខ្លាចូលដែនជីមកភ្នាល់បាសកាលបងរឹកធីហ៊ានដាំងជីវិងជាបន្តបើទូលបង្គំពិតមានជ័យយកទេវីស្រីទៅមុនដល់តើហ៊ានឬទេព្រះចោមពលឬខ្លាចចាញ់ភ្នាល់បងអត់យងអំណាចជាស្ដេចក្រុងធារាពុជុងនាគារទ្ធីអបគង់ខ្ពស់ធ្លាប់មានប្រាជ្ញល្បីកុំកើងយួងកុំគន់អាប់ឈ្មោះព្រួងថ្មីដែរទូកលូនលឿនលយឈ្មោះទៅមុខសេះបោលសំរុកលុកឲ្យយកជ័យគោលអុកមួយក្តារស៊ីត្រីបីនាងអាបអងថ្លៃយាងទៅផ្កានគោលឈៀនសិនសឹមត្រឹមទុកទុកខុនដាត្រូវអុកងាកតិចឋានសេះជ្រុំពីស្ដាំទូកចាំច្រើនត្រីបីខ្សែប្រានបានសេះនាងយើងអុកបណ្ដេញតបណ្ដាំងទូកអុំទឹករាក់ទាំងទល់ព្រៀងត្រីយើងបកគោលដេញធៀងស៊ីគោលទូកនាងនាងអុក